Ba xôm ai nhạt cột năng nhầm điệp xuống đó, bông mai bông ổn, tôi tên sinh chuyện óc này chỉ thì cột năng chỉ thìรับan. Bạn ở ngày ní bật chia miền, quan miền môi bật chia, bạn ăn nát aso mình tên á, đó bạn neri đại miền cồn bạn chấm nôn pin nè, đại bạn trâu phàm mấy, bạn bỏ bong chó riệp ca chỉ mùi nè thấm mày, bà chẳng xôm bông mai ổn, tàn đàn snap từng óc này. Bạn cứ rương ráo cứประពុន នៅ ខ្មែរ ណា កូន ខ្ចី ប្តី នៅ កូរ៉េ ដើរ លេង ជាមួយ មិត្តភ័ក្តិ មាន ស្រី ប្រុស ដល់ ប្រពន្ធ ប្រច័ណ្ឌ ទា ប្រពន្ធ លែង លះ ដល់ ប្រពន្ធ ព្រម លែង លែង តែ មាត់ និង មាត់ មិន តាន់ ផ្ដិត មេដៃ ផង បណ្ដា ស្រី ក្មេង ជិត 1 ឆ្នាំ ហើយ ម្សិលមិញ ផ្ដិត មេដៃ លែង លះ ជាមួយ ប្រពន្ធ ដើម រួច ព្រឹក ឡើង ភ្ជាប់ ពាក្យ ជាមួយ ស្រី ក្មេង តែ ម្ដង បាទ គឺ បាទ មានន័យថាគឺប្តីប្រពន្ធបាទមួយគូបាទដែលបានស្រឡាញ់គ្នាបាទនៅកូរ៉េណាគឺចូលប្រហែលជា10ឆ្នាំហើយដែលជានារីខ្មែរយើងណាបាទមានកូនចំនួន2នាក់បាទស្រឡាញ់គ្នាបាទខំសន្សំលុយសន្សំកាក់បាទដើម្បីចូលស្ដីដណ្ដឹងបាទនៅខ្មែររៀបការបាទយ៉ាងហើយក៏បានមានកូនបាទជាចំណងដៃកូនចំនួន2នាក់បាទកូនគឺអាយុទៅតែបានបាទជាង1ខួបទេបាទហើយក៏ប្តីហ្នឹងក៏បានមានឆាតទំនាក់ទំនងជាមួយស្រីថ្មីរយៈពេលជិត1ឆ្នាំ6ខែជាងហ្នឹងហើយប្រពន្ធដើមក៏តាមទាន់ឃើញប្តីមានទំនាក់ទំនងជាមួយស្រីថ្មីហើយក៏បានឆ្លោះរឿងរ៉ាវប្រទាំងប្រទើគ្នាក៏ស្រីដែលជាប្រពន្ធដើមដែលមានកូនពីរនាក់នោះក៏គាត់ចិត្តខ្លាំងដែរគឺគាត់បាទស្អប់ណាស់ដែលប្តីដែលមានទំនាក់ទំនងជាមួយស្រីខ្លួនឯងដែលមានប្រពន្ធកូនរួចទៅហើយនោះចឹងអាប្តីនោះក៏រឹងបាទខឹងខ្លាំងដែរក៏លែងលះគ្នាភ្លាមតែម្ដងបាទក៏មូលមតិគ្នាក៏បានផ្ដិតមេដៃលែងលះគ្នាភ្លាមតែម្ដងបន្ទាប់ពីហេតុការណ៍ឆ្លោះរឿងរ៉ាវជាមួយគ្នាប៉ុន្តែប៉ុណ្ណោះនៅពេលដែលផ្ដិតមេដៃលែងលះគ្នាហើយស្រាប់តែបានរំលងបានមួយថ្ងៃក៏បាទរៀបចំផ្ដិតមេដៃសំទោសរៀបចូលស្ដីដណ្ដឹងបាទនារីបាទផ្សេងណាដែលខាងប្រុសហ្នឹងគឺភ្ជាប់ពាក្យជាមួយនារីផ្សេងតែម្ដងខុសគ្នាតែមួយថ្ងៃណាបន្ទាប់ពីផ្ដិតមេដៃមួយប្រពន្ធដើមភ្លាមម្លងបានមួយថ្ងៃភ្ជាប់ពាក្យជាមួយស្រីថ្មីតែម្ដងបាទពិតជាណយអធមអាណិតអាសូរមែនតើណាដល់ប្រពន្ធដើមនាងខិតខំធ្វើការរកលុយដឹកជញ្ជូនសម្ភារៈអីវ៉ាវ៉ាន់លក់ដូរអនឡាញផ្សេងដឹកទាំងកូនតូចណាហាលភ្លៀងហាលក្តៅមើលកូនផងអីផងបាទពិតជាអាណិតដល់គាត់មែនតើបាទគឺអាណិតក្មេងៗណាគឺបាទប្តីដែលមានរៀបការហើយក៏បានទៅមានបាទស្រីថ្មីរៀបការភ្លាមណាពិតជាអាណិតមែនតើបាទនេះគឺជារូបភាពណាពុកម៉ែបងប្អូនបាទដែលរូបភាពដែលឈុតអាពាហ៍ពិពាហ៍នេះគឺប្រពន្ធចុងណាប្រពន្ធចុងបាទចឹងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនពិតជាអាណិតមែនតើបាទគួរឲ្យសោកស្ដាយបាទចាំបាទអរគុណណាសូមពុកម៉ែបងប្អូនតាមដានបាទវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលា